ប្រាសាទត្រពាំងប្រាសាទស្ថិតក្នុងភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យគឺស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែកស្រុកត្រពាំងប្រាសាទមានព្រំប្រទល់ខាងត្បូងជាប់នឹងខេត្តសៀមរាបខាងកើតជាប់នឹងខេត្តព្រះវិហារនិងខាងជើងជាប់នឹងព្រំដែនប្រទេសសៀមឯខាងលិចជាប់នឹងស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យដែលមានផ្ទៃដីសរុប32,652 ហិកតាទឹកដីដែលគ្របដណ្ដប់ដោយព្រៃក្រាស់មិនមានការតាំងទីរបស់ប្រជាជនច្រើនដូចនៅក្នុងតំបន់កណ្ដាលនោះមានវត្តមានប្រាសាទបុរាណដែលបច្ចុប្បន្នបានក្លាយជាទីតាំងផ្ដល់ឱកាសដល់ការសិក្សាស្រាវជ្រាវស្វែងយល់ពីវប្បធម៌និងអរិយធម៌នៅសម័យបុរាណប្រាសាទត្រពាំងប្រាសាទជាបណ្ដុំប្រាសាទពីរខណ្ឌដាច់ដោយឡែកផ្លូវលំមួយខ្សែភ្ជាប់ពីវត្តត្រពាំងប្រាសាទនៅទីប្រជុំជនតាមរយៈការសិក្សាអត់សង្កេតរយៈពេលខ្លីប្រាសាទទាំងពីរនេះកសាងក្នុងរជ្ជកាលខុសៗគ្នាទោះបីប្រាសាទទាំងពីរនេះកសាងក្នុងរជ្ជកាលខុសៗគ្នាប៉ុន្តែគឺក្នុងសម័យអង្គរដូចគ្នាយើងសន្មតហៅឈ្មោះប្រាសាទទាំងពីរនេះគឺប្រាសាទខាងជើងផ្លូវនិងប្រាសាទខាងត្បូងផ្លូវប្រាសាទត្រពាំងប្រាសាទខាងត្បូងប្រាសាទត្រពាំងប្រាសាទខាងត្បូងមានទីតាំងស្ថិតនៅភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលមានចម្ងាយប្រមាណ300ម៉ែត្រភាគខាងត្បូងប្រាសាទត្រពាំងប្រាសាទខាងជើងសប្តាហ៍ថ្ងៃអ្នកស្រុកហៅប្រាសាទត្រពាំងប្រាសាទខាងជើងថាប្រាសាទតូធំរីឯក្រុមប្រាសាទមួយទៀតដែលស្ថិតនៅភាគខាងជើងអ្នកស្រុកហៅថាប្រាសាទតូចហើយអ្នកខ្លះទៀតហៅប្រាសាទនេះថាប្រាសាទខ្នាចារតើប្រាសាទត្រពាំងប្រាសាទខាងត្បូងមានតួនាទីនិងលក្ខណៈដូចម្តេចខ្លះក្នុងដំណើរការសិក្សាស្រាវជ្រាវនិងចុះបញ្ជីសំណង់បេតិកភណ្ឌខ្មែរនៅរវាងចុងសតវត្សទី19និងដើមសតវត្សទី20គេមិនបានចុះសិក្សានិងចុះបញ្ជីប្រាសាទនេះទេដែលប្រហែលមកពីកាលពីជំនាន់នោះមានព្រៃក្រាស់ពេករហូតតតែចប់សង្គ្រាមស៊ីវិលនៅចុងទសវត្ស1990ទើបមានការសិក្សាថ្មីខ្លះក្នុងនោះគម្រោងរាជបណ្ឌិតសភាកម្ពុជាបានសិក្សាស្រាវជ្រាវអំពីប្រាសាទនេះបានច្រើនជាងគេដោយការស្រាវជ្រាវនេះធ្វើឡើងនៅឆ្នាំ2009ដឹកនាំដោយលោកបណ្ឌិតផុនកសិកាប្រាសាទត្រពាំងប្រាសាទខាងត្បូងកសាងឡើងអំពីឥដ្ឋនៅលើខឿនរួមមួយធ្វើអំពីថ្មបាយក្រៀមមានប្រវែងពីជើងទៅត្បូង26ម៉ែត្រនិងប្រវែងពីកើតទៅលិច20ម៉ែត្រប្រាសាទនេះមានប្រាង្គចំនួន3និងរៀបជួរគ្នាពីអជើងទៅត្បូងនិងបែរមុខទៅទិសខាងកើតក្នុងនោះប្រាង្គកណ្ដាលជាប្រាង្គសំខាន់ជាងគេមានរាង4ជ្រុងស្មើកម្ពស់ប្រវែង 6.3 ម៉ែត្រនិងកម្រាស់ជញ្ជាំង 1.3 ម៉ែត្រប្រាង្គពីរទៀតនៅអមសងខាងមានស្ថាបត្យកម្មនិងទំហំប្រហាក់ប្រហែលគ្នាតែស្ថានភាពបាក់បែកនិងទ្រុឌទ្រោមខ្លាំងជាងប្រាង្គកណ្ដាលនៅឆ្នាំ2017ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជួសជុលនិងពង្រឹងប្រាង្គទាំង3នេះរួចម្ដងមកហើយប្លង់ជាទូទៅនៃប្រាសាទត្រពាំងប្រាសាទខាងត្បូងគឺមានហោត្រៃមួយនៅទិសអាគ្នេយ៍ធ្វើអំពីឥដ្ឋនិងហ៊ុំព័ទ្ធជុំវិញដោយកំផែងថ្មបាយក្រៀមនិងកន្សន្ធុះទឹកមួយជាន់ទៀតកំផែងប្រាសាទមានប្រវែងបណ្ដោយពីកើតទៅលិចប្រវែង40ម៉ែត្រនិងទទឹងពីជើងទៅត្បូង37ម៉ែត្ររីឯកន្សន្ធុះមានកណ្ដោយពីកើតទៅលិចប្រវែង108ម៉ែត្រនិងទទឹងពីជើងទៅត្បូងប្រវែង105ម៉ែត្រក្រៅពីនេះនៅមុខខាងកើតមានត្រពាំងធំមួយដែលអ្នកស្រុកហៅថាត្រពាំងប្រាសាទត្រពាំងនេះមានបណ្ដោយប្រវែង200ម៉ែត្រនិងទទឹងប្រវែង51ម៉ែត្រការដាំឡើយប្រាង្គកណ្ដាលនេះទៀតសោតទំនងដង្កល់សិវលិនដោយយោងទៅលើការរកឃើញសិវលិនមួយនៅបរិវេណជុំវិញកំផែងប្រាសាទសិវលិនបាក់បែកផ្នែកខាងលើហើយមានទម្រង់ជាសិវលិនសម័យអង្គរដែលចែកជា3ទម្រង់គឺខាងក្រោម4ជ្រុងតំណាងឲ្យព្រះព្រហ្មកណ្ដាលរាង8ជ្រុងតំណាងឲ្យព្រះវិស្ណុនិងខាងលើរាងមូលតំណាងឲ្យព្រះសិវៈបំណែកសិវលិននេះគេបានយកទៅរក្សាទុកនៅក្នុងឃ្លាំងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យកាលពីឆ្នាំ2018យើងមិនដឹងថាសិវលិននេះប្រសិទ្ធនាមថាដូចម្ដេចនោះឡើយដោយហេតុគេមិនធ្លាប់រកឃើញសិលាចារឹកណាមួយនៅប្រាសាទត្រពាំងប្រាសាទនេះឡើយបើប្រាង្គកណ្ដាលមិនដង្កល់សិវលិនដែលបានរកឃើញទេក៏ប្រហែលជាដង្កល់រូបបដិមាព្រះសិវៈដែរព្រោះ
ជាទូទៅប្រាសាទមានប្រាង្គ3រត់ជាជួរនិងមានហោលត្រៃមួយនៅទិសអាគ្នេយ៍ដូច្នេះច្រើនជាការរៀបប្លង់នៃសំណង់ដែលឧទ្ទិសទៅដល់ព្រហ្មសាសនានិងនិកាយបរសបុត្រនៃលទ្ធិសេវនិយមដូច្នេះហើយប្រសិនបើប្រាង្គកណ្ដាលពិតជាដង្កល់សិវលិន្ទឬបដិមាព្រះសិវៈមែនប្រាង្គខាងត្បូងទំនងដង្កល់ព្រះព្រហ្មនិងប្រាង្គខាងជើងទំនងដង្កល់ព្រះវិស្ណុទម្រង់ត្រីមុតបែបនេះការបង្ហាញ3ដែលយើងធ្លាប់ឃើញមានច្រើនណាស់តាំងពីសតវត្សទី19មកម្លេះប្រាសាទភ្នំក្រោមប្រាសាទភ្នំបោកប្រាសាទភ្នំសំដានឡាដោយឡែកដោយហេតុតែប្រាសាទនេះគ្មានសាលាចរិតការកំណត់អាយុកាលគឺពឹងផ្អែកទៅលើការសិក្សាប្លង់និងគ្រឿងលម្អស្ថាបត្យកម្មដែលបានរកឃើញក្នុងនោះគ្រឿងលម្អដែលនៅសល់មានដូចជាផ្តែរទ្វារសសរពេជ្រសធរផ្អោបបំណែកហោមជាងឡាផ្តែរទ្វារដែលរកឃើញមានតែមួយផ្ទាំងប៉ុណ្ណោះហើយបែកបាក់ជាច្រើនបំណែកទៅហើយទោះបីបែកបាក់យ៉ាងនេះក្តីផ្នែកកណ្ដាលនៃផ្តែរមាននៅសល់រូបរាហូឬកិតមុខតែមានអណ្ដាតលៀនចេញក្រៅដៃទាំងពីរកាន់ដងធ្នូហើយធ្លាក់សំយ៉ងចុះទៅខាងក្រោមខ្លាំងលោកបណ្ឌិតផុនកសិកាកាន់សន្និដ្ឋានថាផ្តែរទ្វារនេះទំនងស្ថិតក្នុងរចនាបថកោះកេរឬប្រែរូបនៃរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នគ្រិស្តសករាជ944ដល់967ឥឡូវយើងមកតនៅចំណុចមួយទៀតគឺកសិនទឹកឬគូទឹកនៃប្រាសាទគឺជាសមិទ្ធភាពមួយនៃរចនាសម្ព័ន្ធប្រាសាទខ្មែរគូទឹកជានិមិត្តរូបនៃសមុទ្រដែលក្នុងនោះលទ្ធិព្រហ្មសាសនាទីស្ថានរបស់ព្រះឥសូរគឺជាភ្នំព្រះសុមេរុដែលហ៊ុំព័ទ្ធដោយមហាសមុទ្រមួយប្រាសាទគឺជានិមិត្តរូបរបស់ទីស្ថាននៃព្រះឥសូរដូច្នេះប្រាសាទគឺជាភ្នំរីឯគូទឹកគឺជាមហាសមុទ្រព័ទ្ធជុំវិញជាទូទៅគូទឹករមែងសង់ព័ទ្ធជុំវិញប្រាសាទចាប់ពីតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរករណីខ្លះដែលគេមិនអាចកសាងគូទឹកបានដោយសារប្រាសាទសង់លើភ្នំគេក៏ចង់សង់ត្រពាំងមួយនៅក្បែរនោះឬនៅក្បែរភ្នំនោះមានប្រព័ន្ធទឹកធម្មជាតិគេមិនចាំបាច់កសាងត្រពាំងឡើយនៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជាយើងសង្កេតឃើញមានទួលប្រាសាទបាក់បែកឬទួលប្រាសាទច្រើនសង់នៅសម័យមុនអង្គរសុទ្ធតែមានគូទឹកព័ទ្ធជុំវិញប្រាសាទខាងត្បូងមានគូទឹកព័ទ្ធស្ទើរតែជុំវិញទុកតែច្រកចូលប្រាសាទនៅទិសខាងកើតគូទឹកនេះមានជម្រៅជ្រៅនិងរាក់ទៅតាមកន្លែងនៅជ្រុងខាងជើងឈៀងខាងកើតនៅមានទឹកដោះនៅពេលបច្ចុប្បន្នគោក្របីអ្នកភូមិមកផឹកទឹកនិងដេកត្រាំទឹកនៅក្នុងគូទឹកនេះមានទទឹងពីជើងទៅត្បូងប្រវែង105ម៉ែត្រនិងបណ្ដោយពីកើតទៅលិចប្រវែង108ម៉ែត្រកំផែងនិងថ្លង់ទ្វារកំផែងជាសមាសធាតុមួយនៃប្រាសាទរហូតដល់សម័យអង្គរទើបមានការលេចចេញថែប្រាសាទកំផែងប្រាសាទខាងត្បូងសង់ពីថ្មបាយក្រៀមកំផែងនេះមានទទឹងពីជើងទៅត្បូងប្រវែង37ម៉ែត្រនិងបណ្ដោយពីកើតទៅលិចប្រវែង40ម៉ែត្រនៅគ្រប់ជ្រុងនៃកំផែងមានថ្លង់ទ្វារចូលប្រាសាទខាងត្បូងមានថ្លង់ទ្វារចូល4នៅគ្រប់ទិសថ្លង់ទ្វារប្រាសាទធ្វើអំពីឥដ្ឋនិងស៊ុមទ្វារធ្វើអំពីថ្មភក់ថ្លង់ទ្វារខាងលិចនិងខាងកើតសង់ចំពាក់កណ្ដាលកំផែងចំណែកថ្លង់ទ្វារខាងជើងនិងខាងត្បូងសង់មិនចំពាក់កណ្ដាលនៃកំផែងទេខឿនប្រាសាទខាងត្បូងមានតួប្រាសាទ3តួប្រាសាទទាំង3សង់លើខឿនរួមមួយដែលមានប្រវែងប្រហែលគឺពីជើងទៅត្បូងប្រវែង26ម៉ែត្រនិងពីកើតទៅលិចប្រវែង20ម៉ែត្រខឿនប្រាសាទសង់ពីថ្មបាយក្រៀមព័ទ្ធជុំវិញខឿនប្រាសាទនេះលយចេញទៅចំមុខតួប្រាសាទកណ្ដាលនៅកន្លែងលយនេះមានជណ្ដាលឡើងឆ្ពោះទៅកាន់តួកណ្ដាលនិងតួប្រាសាទពីរទៀតដោយសារការបែកបាក់ខ្លាំងនៅខឿននេះយើងពិបាកសន្និដ្ឋានថាតើមានជណ្ដាលនៅចំមុខតួប្រាសាទពីរទៀតឬក៏គ្មានយើងអាចដឹងបានដរាបណាយើងធ្វើកំណាយនៅខាងកើតនៃខឿននេះប្រាង្គនៃប្រាសាទប្រាង្គកណ្ដាលជាប្រាង្គសំខាន់ជាងគេបំផុតហើយជាទូទៅមានទំហំធំជាងគេនិងខ្ពស់ជាងប្រាង្គដទៃទៀតប្រាង្គកណ្ដាលនៃប្រាសាទខាងត្បូងមានកម្ពស់ 6.3 ម៉ែត្រនិងកម្រាស់ជញ្ជាំង 1.3 ម៉ែត្រប្រាង្គនេះទទួលរងការបំផ្លាញច្រើនដំបូងប្រាសាទដែលជាទូទៅធ្វើអំពីថ្មភក់មានរាងដូចផ្កាឈូកក្រពុំបានជ្រុះបាត់រីឯសំណល់ដំបូងប្រាសាទនេះប្រហែលជាខ
ក្នុងបរិវេណវត្តបច្ចុប្បន្នប្រាង្គនេះសង់ពីឥដ្ឋសម្រាប់តួប្រាសាទទាំងមូលលើកលែងគ្រឿងលម្អដូចជាផ្តែរមេទ្វារសសរផ្អោបកាំជណ្ដើរនិងស្រណប់ជណ្ដើរធ្វើអំពីថ្មភក់ការប្រើថ្មភក់សម្រាប់ធ្វើគ្រឿងលម្អប្រាសាទបែបនេះជាលក្ខណៈទូទៅសម្រាប់សំណង់ប្រាសាទក្នុងប្រទេសរចនាសម្ព័ន្ធក្រោមនៃប្រាសាទជាមួយងាយស្រួលធ្លាក់លម្អក្បាច់ជាងនេះទៀតថ្មភក់អាចជួយទ្រនឹងកម្លាំងសង្កត់របស់តួប្រាសាទជួយពង្រឹងរចនាសម្ព័ន្ធប្រាសាទឲ្យកម្ពុជានិងប្រាសាទផ្សេងៗនៅតំបន់អាស៊ីនេះមានការប្រើថ្មភក់នៅទ្វារបញ្ឆោតនៅជ្រុងខាងលិចតួគួរកំណត់សម្គាល់ថានៅគ្រប់ប្រាង្គទាំង3នៃប្រាសាទខាងត្បូងមិនមានយកថ្មភក់មកសង់នៅត្រង់ទ្វារបញ្ឆោតនេះទេលើកលែងតែទ្វារបញ្ឆោតនៅតួកណ្ដាលហើយមានតែនៅជ្រុងខាងកើតមួយគត់ដែលថ្មភក់នៅលើទ្វារបញ្ឆោតនៅជ្រុងខាងជើងនិងខាងត្បូងប្រាសាទត្រូវធ្លាក់នឹងដាប់ទៅលើឥដ្ឋនៃជញ្ជាំងប្រាសាទឲ្យចេញជារឿងទ្វារបញ្ឆោតយើងសង្កេតឃើញថានៅរចនាសម្ព័ន្ធផ្នែកខាងក្រោមនៅជាប់ដីគេក៏ប្រើថ្មភក់ដែរហើយមានលម្អដោយឆ្លាក់ក្បាច់នៅលើថ្មទាំងនោះដោយយកថ្មភក់មកប្រើនៅរឹងមាំល្អក្រៅពីគ្រឹះនៅខាងក្រោមប្រាសាទនៅខឿនដែលជួយទប់ទល់ដល់ការបាក់ស្រុតបច្ចេកទេសយកថ្មភក់មកប្រើនៅរចនាសម្ព័ន្ធក្រោមអាចជួយកម្លាំងទ្របន្ថែមទៀតប្រាង្គខាងត្បូងក្រៅពីប្រាង្គកណ្ដាលជាប្រាង្គសំខាន់មានប្រាង្គពីរទៀតនៅអមសងខាងប្រាង្គកណ្ដាលប្រាង្គខាងត្បូងមានកម្ពស់ 2.5 ម៉ែត្រនិងមានកម្រាស់ជញ្ជាំង 1.3 ម៉ែត្រប្រាង្គនេះក៏ទទួលរងការបំផ្លាញខ្លាំងដែរមានសភាពទ្រុឌទ្រោមខ្លាំងជាងប្រាង្គកណ្ដាលរចនាសម្ព័ន្ធខាងលើគឺដំបូលប្រាសាទបានជ្រុះបាតប្រាង្គនេះសង់ពីឥដ្ឋលើកលែងគ្រឿងលម្អដូចជាផ្តែរមេទ្វារសសរផ្អោបជណ្ដើរនិងសំណប់ជណ្ដើរធ្វើអំពីថ្មភក់ចំពោះប្រាង្គខាងត្បូងវិញគ្រឿងលម្អធ្វើអំពីថ្មភក់មាននៅសេសសល់តែសសរផ្អោបមួយនិងបំណែកសសរពេជ្រមួយប៉ុណ្ណោះសម្រាប់ទ្វារបញ្ឆោតវិញគេប្រើបច្ចេកទេសដូចគ្នានឹងទ្វារបញ្ឆោតនៃប្រាង្គកណ្ដាលដែរតែមិនមានប្រើថ្មភក់ជាមួយទេបើនិយាយពីការខូចខាតវិញប្រាង្គនេះទទួលរងការបំផ្លាញខ្លាំងផ្តែរសុំទ្វារសសរពេជ្របានជ្រុះបាត់ពីប្រាសាទរីឯជញ្ជាំងខាងកើតបាត់ទាំងស្រុងនៅគ្រប់ជញ្ជាំងផ្នែកខាងលើបាត់បែកទាំងស្រុងប្រាង្គនេះរកកលនិងរំលំនៅទិសខាងត្បូងយើងឃើញថាប្រាង្គនេះតេតខ្លាំងនៅទិសខាងត្បូងជញ្ជាំងខាងត្បូងបានរហែកដាច់ចេញពីជញ្ជាំងខាងលិចទាំងស្រុងបន្ទាប់ពីធ្វើការសិក្សាវិភាគនិងគូសផែនទីប្លង់ប្រាសាទនេះរួចមកយើងអាចស្វែងយល់អំពីមូលហេតុដែលបណ្ដាលឲ្យជញ្ជាំងខាងត្បូងត្រេតនៅខាងត្បូងបញ្ហានេះកើតឡើងដោយសារស្ថាបនាខឿនប្រាសាទមិនបានចំធំល្អសម្រាប់ទ្រប្រាសាទទាំង3ខឿនប្រាសាទសង់ខ្ពស់ប៉ុន្តែតូចហើយមានកសាងប្រាសាទ3នៅ2លើបន្ថែមទៀតគឺប្រាង្គនៅចុងខឿនមានចម្ងាយខ្លីដូច្នេះនៅពេលខឿនបាក់កម្លាំងត្រុតប្រាង្គក៏ចុះខ្សោយនៅពេលមានភ្លៀងធ្លាក់ទឹកភ្លៀងនាំហូរដីចេញពីខឿនបានធ្វើឲ្យគ្រឹះនៃប្រាង្គលែងមានអ្វីទប់ហើយក៏ត្រេតទៅតាមទិសដែលខឿនបាក់បែកករណីនេះកើតឡើងចំពោះប្រាង្គខាងត្បូងនិងប្រាង្គខាងជើងដោយសារខឿននៅជ្រុងខាងត្បូងនិងខាងជើងស្ថាបនានៅជិតប្រាង្គទាំងពីរដល់ពេលខឿនបាក់បែកប្រាង្គទាំងពីរក៏លែងមានខឿនទប់ទៀតហើយក៏បាក់បែកបន្ទាប់ពីខឿននោះដែរប្រាង្គខាងជើងប្រាង្គទី3គឺប្រាសាទខាងជើងនៃជញ្ជាំងខាងជើងមានកម្ពស់6 ម៉ែត្រចំណែកជញ្ជាំងខាងត្បូងមានកម្ពស់ 4.8 ម៉ែត្រនិងកម្រាស់ជញ្ជាំង 1.3 ម៉ែត្រប្រាង្គនេះទទួលរងការបំផ្លាញខ្លាំងជាងគេក្នុងចំណោមប្រាង្គទាំង3នៃប្រាសាទត្រពាំងប្រាសាទខាងត្បូងរចនាសម្ព័ន្ធខាងលើគឺដំបូលប្រាសាទបានជ្រុះបាត់ស្ទើរតែទាំងអស់តួប្រាសាទទាំងមូលនៅសេសសល់តិចតួចបំផុតប្រាង្គនេះក៏ដូចជាប្រាង្គដទៃទៀតដែរគឺសល់ពីថ្មឥដ្ឋលើកលែងគ្រឿងលម្អដូចជាផ្តែរមេទ្វារសសរផ្អោបកាំជណ្ដើរនិងសំណប់ជណ្ដើរធ្វើអំពីថ្មភក់ប្រាង្គខាងជើងគ្រឿងលម្អធ្វើពីថ្មភក់មាននៅសេសសល់តែមេទ្វារមួយប៉ុណ្ណោះចំណែកគ្រឿងលម្អផ្សេងមិនមានសេសសល់ឡើយបើនិយាយពីការខូចខាតវិញប្រាង្គខាងជើងនេះទទួលរងការបំផ្លាញខ្លាំងបំផុតតែសំទ្វារសសរពេជ្របានជ្រុះបាត់ពីប្រាសាទរីឯជញ្ជាំងខាងកើតក៏បាត់
ទាំងស្រុងដោយប្រាង្គខាងត្បូងដែរគ្រប់ជញ្ជាំងផ្នែកខាងលើបាក់បង់ទាំងស្រុងប្រាង្គខាងជើងមានលក្ខណៈបំផ្លាញដូចគ្នានឹងប្រាង្គខាងត្បូងដែរដោយវាបានលើកឡើងពីខាងលើរួចមកហើយបញ្ហាចម្បងបណ្ដាលឲ្យប្រាង្គទ្រុឌទ្រោមទាំងខ្លាំងគឺដោយសារខឿននៃប្រាសាទបានបាក់បែកដោយសារហេតុបែបនេះប្រាង្គនេះសល់ក្បែរខឿនហើយខឿនទៀតសល់តូចតែខ្ពស់ដូច្នេះនៅពេលដែលខឿនទទួលរងការបាក់បែកប្រាង្គដែលនៅសល់ពីលើខឿនក៏ទទួលរងការបំផ្លាញស្របគ្នាដែរប្រាង្គខាងលើជើងត្រេតទៅទិសខាងជើងក៏ត្រេតទៅរកខឿនដែលទ្រង់ការបាក់បែកចំណែកជញ្ជាំងខាងជើងត្រេតខ្លាំងជាងគេនិងទទួលរងការបំផ្លាញខ្លាំងជាងគេ ឥឡូវយើងងាកមកមើលនៅហោងជាតាពាំងប្រាសាទខាងត្បូងវិញប្រាសាទខាងត្បូងត្រូវបានធ្លាក់ទ្រុឌទ្រោមយ៉ាងខ្លាំងគ្រឿងលម្អប្រាសាទដូចជាហោងជាផ្ដានិងសសរស្តម្ភជាដើមត្រូវធ្លាក់ចុះពីប្រាសាទនិងបាក់បែកជាបំណែកយើងសង្កេតឃើញមានបំណែកហោងជា2បំណែកស្ថិតនៅក្នុងបរិវេណប្រាសាទតាមរយៈបំណែកហោងជាទាំងពីរហោងជានោះប្រហែលមានទំហំធំហើយបំណែកទាំងពីរជាបំណែកខ្លះនៃហោងជាយើងឃើញមានរចនាលម្អបែបរចនាបថសម័យអង្គរនិងមានលម្អសត្វស្លាបមួយប្រហែលជាសត្វសេករីឯនៅសសរស្តម្ភឬសសរពេជ្រជាគ្រឿងលម្អស្ថាបត្យកម្មមួយប្រើសម្រាប់ទ្រផ្ដែជាទូទៅសសរស្តម្ភរបស់ប្រាសាទបុរាណខ្មែរធ្វើឡើងពីថ្មភក់តាមអ្នកសិក្សាស្រាវជ្រាវបានចែងសសរស្តម្ភមុនសម័យអង្គរជា3សសរស្តម្ភក្នុងរចនាបថសម្បូរព្រៃគុកនិងកំឡុងសតវត្សទី7សសរស្តម្ភសម័យព្រៃក្មេងនៅកំឡុងសតវត្សទី8និងសសរស្តម្ភក្នុងរចនាបថកំពង់ព្រះនៅពាក់កណ្ដាលសតវត្សទី8សសរស្តម្ភក្នុងរចនាបថទាំង3ខាងលើជាទូទៅមានរាងមូលហើយតូចសសរស្តម្ភក្នុងរចនាបថក្រោយកាន់តែធំនិងមានក្បាច់លម្អកាន់តែស្មុគស្មាញម្យ៉ាងវិញទៀតក្បាច់រចនារបស់សសរស្តម្ភកាន់តែវិវត្តស្របគ្នាជាមួយនឹងក្បាច់លម្អរបស់ផ្ដែលោកស្រី Silbel de Coral Remucha បានកត់សម្គាល់ពីការវិវត្តដោយសង្ខេបតាមដំណាក់កាលនីមួយៗនៃសិល្បៈរួចមកហើយជាទូទៅសសរស្តម្ភធ្វើឡើងពីថ្មភក់តែមួយដុំហើយមានតួនាទីសម្រាប់ទ្រផ្ដែទ្វារផងនិងបង្កើនសោភ័ណភាពប្រាសាទផងនៅសម័យមុនអង្គរសសរស្តម្ភមានរាងមូលដូចជាបំពង់ជាក់ស្ដែងដូចជានៅក្រុមប្រាសាទសម្បូរព្រៃគុកលើកលែងតែប្រាសាទតាវដែលជាប្រាសាទស្ថិតក្នុងរចនាបថអន្តរកាលពីសម័យមុនអង្គរមកដើមសម័យអង្គរនៅសម័យអង្គរសសរស្តម្ភមានរាង8ជ្រុងដូចជាប្រាសាទឯកភ្នំប្រាសាទក្រវ៉ាន់ជាដើមចំណែកឯសសរផ្អោបក៏ដូចជាសសរស្តម្ភនិងគ្រឿងលម្អផ្សេងទៀតដែរដែលគេរចនាឡើងនៅបន្ទាប់ពីសសរស្តម្ភនិងការរចនាក្បាច់លម្អដូចជាក្បាច់ភ្ញីផ្សេងជាដើមសសរផ្អោបមាន3ប្រភេទខុសៗគ្នាគឺសសរផ្អោបសំខាន់សសរផ្អោបខ្សែប្រសោតនិងសសរផ្អោបជ្រុងដែលមានតាំងពីសម័យមុនអង្គររហូតដល់សម័យក្រោយមកទៀតរហូតដល់សម័យអង្គរសសរស្តម្ភអាចសាងពីថ្មភក់ដាច់ដោយឡែកពីសសរស្តម្ភទំនោរបែបនេះច្រើនកើតមាននៅទ្វារចូលនៃប្រាង្គប្រាសាទដែលយើងអាចមើលឃើញមេទ្វារស៊ុមទ្វារផ្ដែហោងជាងសសរស្តម្ភនិងបន្តដោយសសរផ្អោបខ្លះទៀត
អាចកសាងនៅជាប់ជាមួយទ្វារបញ្ឆោតនៃប្រាង្គប្រាសាទចំពោះប្រាសាទត្រពាំងប្រាសាទវិញគេជ្រើសរើសករណីទាំងពីរនេះមកប្រើនេះមានន័យថាបច្ចេកទេសស្ថាបនាប្រាសាទមានការរីកចម្រើនតែដោយឡែកសសរផ្អោតនៅឯតួនៃប្រាសាទស្លាបប្តីវិញសាងនៅជាប់ទ្វារបញ្ឆោតហើយពុំមានឆ្លាក់អ្វីនៅលើតួសសរទេតែនៅក្បាលសសរមានចិត្តជាក្បាច់ខ្សែវ័ន3ជាន់តែប៉ុណ្ណោះឥឡូវយកមកដឹងអំពីផ្តែរវិញម្ដងផ្តែរជាគ្រឿងលម្អមួយផ្នែកសំណង់ស្ថាបត្យកម្មដាក់ពីលើសសរស្តម្ភលើខ្លោងទ្វារចូលប្រាសាទសិល្បៈសំណង់សម្រួលដល់ការសិក្សាគេចែកសិល្បៈជារចនាបថដោយយកឈ្មោះប្រាសាទសំខាន់មកដាក់ឈ្មោះរចនាបថទាំងនោះផ្តែរក្នុងសិល្បៈខ្មែរក៏ចែកទៅតាមសម័យកាលនិងរចនាបថដែរតាមទ្រឹស្ដីសិល្បៈគេចែកសម័យកាលប្រវត្តិសាស្ត្រដោយសារការវិវត្តក្បាច់លម្អរបស់គ្រឿងសំណង់ស្ថាបត្យកម្មផ្តែរជាផ្នែកមួយសំខាន់សម្រាប់សិក្សារចនាបថប្រាសាទនីមួយៗហើយលោក Philip Stan បានសិក្សាពីការវិវត្តរបស់វាមានសំណង់បំណែកផ្តែរមួយផ្ទាំងស្ថិតក្នុងបរិវេណខាងក្នុងប្រាសាទត្រពាំងប្រាសាទខាងត្បូងផ្តែរបកជា4បំណែកទី2នៅខាងលើបាតគឺនៅសល់តែបំណែកពីខាងក្រោមការបែកបាក់នេះអាចបណ្ដាលមកពីការបាក់រលំនៃសសរស្តម្ភធ្វើឲ្យផ្តែរនៅខាងលើធ្លាក់មកក្រោមបាក់ជាបំណែកករណីបាក់បែកមួយនេះអាចតកតងទៅនឹងការលួចវត្ថុបុរាណរបស់ពួកក្រុមចៅអំពើចោរកម្មលើប្រាសាទបុរាណបដិមាគ្រឿងលម្អប្រាសាទបុរាណកើតមាននៅពេញផ្ទៃប្រទេសក្នុងពេលស្រុកកំពុងមានសង្គ្រាមផ្ទៃក្នុងម្ល៉េះហើយផ្តែរនេះអាចមានករណីវាយបំបែកជាបំណែកមុននឹងលួចយកចេញទៅចម្លាក់នៅលើផ្តែរមានរូបព្រះកាលស្ថិតនៅចំកណ្ដាលប៉ុន្តែធ្លាក់ចុះក្រោមព្រះកាលមានដៃកាន់កម្រងផ្កាដាក់នៅក្បែរមាត់ក្បាលព្រះកាលមានសក់រួចដូចសត្វសង្ឃភ្នែកព្រះកាលធំនិងលៀនចេញមកក្រៅច្រមុះធំរិចមានរន្ធធំធ្មេញបង្ហាញយ៉ាងច្បាស់លាស់ទាំងធ្មេញលើនិងធ្មេញក្រោមកាយវិការមាត់បើកធំបញ្ចេញធ្មេញនិងចង្កូមព្រមជាមួយដៃកាន់កម្រងផ្កាបែបនេះអាចជាការវាយលេបឬខ្ជាក់កម្រងផ្កានៅសងខាងរូបព្រះកាលគឺជាកម្រងផ្កាដែលព្រះកាលកំពុងលេបឬខ្ជាក់នោះផ្កាជាប្រភេទផ្កាមានសន្លឹកធំហើយរិចទល់ខ្នងគ្នាចំណែកនៅខាងចុងផ្តែរទាំងសងខាងគឺជាសន្លឹកផ្ការិចបែកចេញក្រៅរីឯលឹងគឺជាតំណាងអង្គរជាតិរបស់ព្រះឥសូរនិងជាតំណាងឲ្យអំណាចនៃការបង្កាត់លោកលឹងគឺជានិមិត្តរូបសាសនាមួយដែលមានតួនាទីចម្បងសម្រាប់គោរពសក្ការៈនៅក្នុងព្រះរាជមហាក្សត្រខ្មែរលឹងកសាងឡើងជានិមិត្តរូបរបស់ព្រះមហាក្សត្រផ្ទាល់និងតម្កល់នៅក្នុងប្រាង្គប្រាសាទរបស់ព្រះអង្គដែលបានកសាងសន្មតថាព្រះអង្គគឺជាព្រះឥសូរការកសាងលឹងចាប់ផ្ដើមមានតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរលឹងនៅសម័យអង្គរមានច្រើនប្រភេទលឹងខ្លះដាក់តម្កល់លើយោនីលឹងខ្លះមានឆ្លាក់មុខរបស់ព្រះឥសូរដែរគេច្រើនហៅថាមុខលឹងនិងលឹងខ្លះទៀតសាងជា3ផ្នែកគឺនៅបាតរាង4ជ្រុងតំណាងឲ្យព្រះព្រហ្មនៅផ្នែកកណ្ដាលរាង6ជ្រុងតំណាងឲ្យព្រះនារាយណ៍និងផ្នែកខាងលើបំផុតរាងមូលតំណាងឲ្យព្រះឥសូរនៅប្រាសាទត្រពាំងប្រាសាទមានសល់បំណែកលឹងតែមួយគត់នៅក្នុងបរិវេណប្រាសាទលឹងនេះជាប្រភេទលឹងទី3ដែលមាន3ផ្នែកគឺនៅបាតរាង4ជ្រុងតំណាងឲ្យព្រះព្រហ្មនៅផ្នែកកណ្ដាលរាង6ជ្រុងតំណាងឲ្យព្រះនារាយណ៍និងផ្នែកខាងលើបំផុតរាងមូលតំណាងឲ្យព្រះឥសូរ
ក៏ប៉ុន្តែខាងលើបានបែកនៅសល់តែផ្នែកខាងក្រោមនិងកណ្ដាល បើយើងក្រឡេកទៅមើលត្រពាំងប្រាសាទត្រពាំងខាងជើងវិញម្ដងក្នុងដំណើរការសិក្សាស្រាវជ្រាវនិងចុះបញ្ជីសំណង់បេតិកភណ្ឌខ្មែរនៅរវាងចុងសតវត្សទី19និងដើមសតវត្សទី20គេមិនបានចុះសិក្សានិងចុះបញ្ជីប្រាសាទនេះទេដែលប្រហែលមកពេលការពីចំនួននោះមានព្រៃក្រាស់ពេករហូតទាល់តែចប់សង្គ្រាមស៊ីវិលនៅចុងទសវត្សរ៍ឆ្នាំ1990ទើបមានការសិក្សាថ្មីៗខ្លះប្រាសាទនេះជាសំណង់តូដែលកសាងឡើងអំពីថ្មបាយក្រៀមមានរាង4ជ្រុងស្មើនឹងបែរមុខទៅទិសខាងកើតសំណង់នៅមុខខាងកើតបន្ថែមដោយយ៉រមួយឆ្ពោះទៅទិសខាងកើតដែលកសាងអំពីថ្មបាយក្រៀមដូចគ្នាប្រាង្គទាំងមូលកំពុងស្ថិតនៅក្នុងសភាពទ្រុឌទ្រោមខ្លាំងជាពិសេសនៅផ្នែកខាងជើងនិងឦសានរីឯផ្នែកខាងលិចខាងត្បូងនិងខាងកើតបាក់បែកផ្នែកដំបូលទាំងស្រុងហើយនៅត្រឹមក្បាលជញ្ជាំងចុះមកក្រោមនៅទិសអាគ្នេយ៍នៃសំណង់តូននេះមានសំណង់ហៅត្រៃមួយបែរមុខបញ្ច្រាស់ជាមួយនឹងសំណង់សំខាន់សាងអំពីថ្មបាយក្រៀមដូចគ្នាសំណង់ទាំងពីរហ៊ុំព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមមានរាង4ជ្រុងទ្រវែងប្រវែង22ម៉ែត្រគុណនឹង32ម៉ែត្រក្នុងនោះនៅកំពែងខាងកើតគេរៀបចំប្រាំងច្រកទ្វារចូលធ្វើអំពីថ្មបាយក្រៀមដូចគ្នាដែលសប្តាហ៍ថ្ងៃនៅក្នុងនៅមានស្ថានភាពល្អប្រសើរជាងសំណង់សំខាន់នៅបរិវេណខាងក្នុងកំពែងសំណង់ទាំងអស់ដែលបានរៀបរាប់នេះមានលាយឡំជាមួយស៊ុមទ្វារផ្តែរទ្វារនិងសសរធ្វើអំពីថ្មភក់ប៉ុន្តែនៅមិនទាន់មានចម្លាក់អ្វីបន្តិចឡើយក្រៅពីនេះទៀតនៅមុខខាងកើតមានត្រពាំងធំមួយមានបណ្ដោយប្រវែង185ម៉ែត្រនិងទទឹងប្រវែង90ម៉ែត្ររចនាសម្ព័ន្ធដែលបានបង្ហាញខាងលើនេះស្ដែងឲ្យឃើញថាប្រាសាទត្រពាំងប្រាសាទខាងជើងមានប្លង់និងរចនាសម្ព័ន្ធជាហៅបន់ស្រន់នៃមន្ទីរពេទ្យក្នុងរាជការព្រះបាទជ័យវរ្ម័នទី7ដូចគ្នាទៅនឹងប្រាសាទដទៃផ្សេងទៀតដែរជាហៅបន់ស្រន់តួយ៉ាងដូចជាឧទាហរណ៍ប្រាសាទព្រះធាតុរកាប្រាសាទបឹងស្រែខាងលិចប្រាសាទក្រពុំឈូកប្រាសាទក្តីតាគុំតូចនិងប្រាសាទតាមាន់តូចជាដើមជាទូទៅប្រាសាទជាសំណង់ហៅបន់ស្រន់នៃមន្ទីរពេទ្យច្រើនមានរចនាសម្ព័ន្ធដូចគ្នាឬស្រដៀងគ្នារួមមានទី1មានសំណង់ប្រាង្គកណ្ដាលរាង4ជ្រុងហើយមានយ៉រលយទៅខាងកើតទី2មានសំណង់ហៅត្រៃបែរមុខទៅទិសខាងលិចទី3មានកំពែងព័ទ្ធជុំវិញនិងមានច្រកចូលនៅទិសខាងកើតនិងទី4គឺមានស្រះទឹកមួយនៅទិសឦសានដូច្នេះមានន័យថារចនាសម្ព័ន្ធប្រាសាទត្រពាំងប្រាសាទខាងជើងខុសគ្នាត្រង់ថាมันមានស្រះទឹកមួយនៅទិសឦសានតែបែរជាមានស្រះធំមួយនៅទិសខាងកើតទៅវិញប៉ុន្តែនៅទិសឦសានមានអូរធម្មជាតិមួយដែលហូរធ្លាក់ទៅស្រះធំនៅខាងមុខប្រាសាទការដែលមានអូរធម្មជាតិនេះហើយដែលប្រហែលអាចជាមូលហេតុដែលគេមិនជីកស្រះមួយនៅទិសឦសានរីឯស្រះធំមួយដែលនៅទិសខាងកើតអាចជាភស្តុតាងមួយដែលយើងអាចសន្និដ្ឋានថាប្រាសាទត្រពាំងប្រាសាទខាងជើងប្រហែលជាសង់នៅពីលើឬកែប្រែសំណង់ប្រាសាទចាស់ណាមួយបង្កើតជាប្រាសាទនេះឡើងព្រោះស្រះធំនៅពីមុខដូច្នោះវាដូចទៅនឹងប្រាសាទត្រពាំងប្រាសាទខាងត្បូងដែរសង់នៅសតវត្សទី10ដូច្នោះដែរនៅប្រាសាទត្រពាំងប្រាសាទខាងជើងគេមិនធ្លាប់រកឃើញសិលាចារឹកណាមួយឡើយខុសពីប្រាសាទហៅបន់ស្រន់មួយចំនួនតែងមានថ្មគោចារឹកដែលសរសេរជាសំរិទ្ធហើយរាល់អត្ថន័យសិលាចារឹកនីមួយៗតែងតែដូចគ្នាបេះបិទឧទាហរណ៍សិលាចារឹកព្រះធាតុរកាមានខ្លឹមសារស្ទើរដូចគ្នាទាំងស្រុងទៅនឹងសិលាចារឹកសាយហ្វង់
ម្យ៉ាងវិញទៀតការស្រាវជ្រាវកន្លងមកគេមិនដែលប្រទះឃើញបដិមាឬវត្ថុសិល្បៈណាមួយនៅប្រាសាទត្រពាំងប្រាសាទខាងជើងនេះឡើយយោងតាមព័ត៌មានបង្ហាញក្នុងសិលាចារឹកប្រាសាទផ្សេងទៀតដែលជាហៅបនស្រន់នៃមន្ទីរពេទ្យដូចគ្នានេះបង្ហាញឲ្យឃើញថានៅក្នុងប្រាង្គកណ្ដាលតែងតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយានចំនួន3អង្គរួមមានព្រះពុទ្ធគ្រូថ្នាំព្រះអាទិត្យនិងព្រះច័ន្ទដូច្នេះហើយកាលពីដើមមកនៅបន្ទាប់សក្ការៈបូជាខាងក្នុងនៃប្រាសាទត្រពាំងប្រាសាទខាងជើងទំនងដង្កល់អាទិទេពទាំង3នេះដូចគ្នាដែរសាលាចារឹកក៏បានបញ្ជាក់ដែរថារាល់មន្ទីរពេទ្យនីមួយៗមិនត្រឹមតែជាកន្លែងព្យាបាលរោគប៉ុណ្ណោះទេថែមទាំងជាកន្លែងដែលផ្ដល់ជម្រកនិងម្ហូបអាហារដល់ជនដាច់សង្វេគថែមទៀតផងជាងនេះទៅទៀតមន្ទីរពេទ្យនីមួយៗនៅសម័យអង្គរអាចមានអ្នកធ្វើការសរុបចំនួន100នាក់រួមមានគ្រូពេទ្យអ្នកប្រចាំការគ្រូថ្នាំកាន់ឃ្លាំងអ្នកដាំបាយស្លអ្នកសម្អាតអ្នកបញ្ជូនថ្នាំដល់គ្រូពេទ្យអ្នកដាំថ្នាំជាដើមបើយើងក្រឡេកទៅមើលអំពីហោត្រៃនៃប្រាសាទត្រពាំងប្រាសាទខាងជើងដែលអ្នកសិក្សាស្រាវជ្រាវបានរកឃើញគឺជាអគារបុរាណនៅក្នុងបរិវេណប្រាសាទជាទូទៅបែរមុខបញ្ច្រាស់ទិសនិងប្រាង្គកណ្ដាលនៃប្រាសាទហោត្រៃនៃប្រាសាទខាងជើងសង់ពីថ្មបាយក្រៀមនិងមានថ្មភក់សង់សម្រាប់សុំទ្វារហោត្រៃនេះទំហំ5ម៉ែត្រពីកើតទៅលិចនិង3ម៉ែត្រពីជើងទៅត្បូង រាប់ជារួមមកប្រាសាទត្រពាំងប្រាសាទមិនមានសាលាចារឹកនិងមិនមានគ្រឿងលម្អច្រើននោះទេអ្វីដែលយើងអាចសិក្សាពីអាយុកាលរបស់ប្រាសាទខាងត្បូងគឺជាផ្តែរនៃប្រាសាទខាងត្បូងតែមួយប៉ុណ្ណោះការសិក្សាអំពីអាយុរបស់ប្រាសាទខាងជើងមិនអាចសិក្សាបានទេដោយសារមិនមានសាលាចារឹកហើយក៏មិនមានហោជាងសសរពេជ្រឬផ្តែរទេម្យ៉ាងទៀតប្រាសាទនេះកសាងឡើងដោយមិនមានរចនាក្បាច់លម្អអ្វីទាំងអស់អាយុកាលដែលអាចកំណត់បានចំពោះប្រាសាទខាងជើងគឺស្ថិតក្នុងសម័យអង្គរហើយបើតាមគុណភាពថ្មភក់ប្រាសាទខាងជើងប្រហែលអាចកសាងឡើងក្នុងសតវត្សទី13ស្ថិតក្នុងចុងសម័យអង្គរនេះជាការសន្និដ្ឋានជំហានដំបូងចំពោះប្រាសាទខាងត្បូងអាចសិក្សាពីអាយុកាលតាមរយៈផ្តែរពីបំណែកក្នុងបរិវេណប្រាសាទផ្តែរពីបំណែកនេះបែងចែកជាផ្តែរតែមួយបំណែកទី2ជាផ្តែរកណ្ដាលនិងក្រោមនៃផ្តែរបើយើងវិភាគទៅលើក្បាច់លម្អនៅលើផ្តែរនេះមានក្បាច់លម្អប្រហែលគ្នានឹងផ្តែររចនាបថកោះកេរនិងផ្តែររចនាបថប្រែរូបប្លង់ប្រាសាទក៏ជាភស្តុតាងមួយអាចឲ្យយើងសិក្សាបានពីអាយុកាលដែរប្រាសាទខាងត្បូងសង់ឡើងដោយមានប្រាង្គ3លើទួលលើកំពូល1ព័ទ្ធជុំវិញទៅដោយកំពែងថ្មបាយក្រៀមនិងកសិនទឹកកំពែងថ្មបាយក្រៀមមានខ្លោងទ្វារ4ដែលខ្លោងទ្វារធំស្ថិតនៅខាងកើតដែលជាច្រកសំខាន់ជាងគេប្លង់ប្រាសាទបែបនេះអាចដូចគ្នាទៅនឹងប្លង់ប្រាសាទសង់ក្នុងរចនាបថប្រែរូបសរុបមកការសន្និដ្ឋានឲ្យជាក់ច្បាស់ពីអាយុកាលនៃប្រាសាទខាងត្បូងមិនអាចធ្វើបានឡើយការសន្និដ្ឋានដំបូងពីអាយុកាលនៃប្រាសាទនេះគឺប្រហែលក្នុងសតវត្សទី10នៃរចនាបថកោះកេរនិងប្រែរូបប្រាសាទត្រពាំងប្រាសាទខាងជើងមានរូបរាងនិងប្លង់ដូចគ្នានឹងមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី7ដែលព្រះអង្គបានកសាងនៅតាមផ្លូវបុរាណក្នុងរាជ្យរបស់ព្រះអង្គយើងអាចដឹងថាប្រាសាទក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី7ក្នុងសតវត្សទី13ដូច្នេះប្រាសាទត្រពាំងប្រាសាទខាងជើងប្រហែលជាសង់ក្នុងសតវត្សទី13នៃរាជ្យព្រះបាទជ័យវរ្ម័នទី7ប្រាសាទត្រពាំងប្រាសាទទាំងពីរនេះទទួលរងការខូចខាតជាកត្តាធម្មជាតិ
ដោយទទួលរងពីការធ្លាក់បាក់មែកឈើជ្រុះពីលើទឹកភ្លៀងហូរច្រាស់បំផ្លាញខឿនប្រាសាទកត្តាបំផ្លាញប្រាសាទមួយទៀតគឺបំផ្លាញរបស់មនុស្សប្រទេសកម្ពុជាអស់បន្លាយដោយសង្គ្រាមផ្ទៃក្នុងបានធ្វើឲ្យមានអំពើចោរកម្មនៅលើប្រាសាទបុរាណការជីកកកាយរកវត្ថុបុរាណនៅតាមភ្នំបុរាណការជីកគាស់តួគ្រឹះប្រាសាទនិងអំពើលួចវត្ថុបុរាណផ្សេងទៀតសកម្មភាពបែបនេះក៏មានការកើនឡើងនៅប្រាសាទត្រពាំងប្រាសាទដែរក្រុមចោរលួចវត្ថុបុរាណបានគាស់និងជីកកកាយរកវត្ថុបុរាណក្នុងបរិវេណប្រាសាទធ្វើឲ្យខឿនប្រាសាទជ្រុងអាគ្នេយ៍ប្រហែលត្រូវក្រុមចោរលួចគ្រឿងស្ថាបត្យកម្មនៃប្រាសាទបានជាមិនមានក្នុងបរិវេណប្រាសាទកត្តាមួយទៀតគឺជាកត្តាពុកផុយនៃប្រាសាទត្រពាំងប្រាសាទក៏រួមចំណែកក្នុងការកើនឡើងដោយសារបច្ចេកទេសសំណង់ដែរតួប្រាសាទខាងជើងនិងប្រាសាទខាងត្បូងនៃប្រាសាទត្រពាំងប្រាសាទខាងត្បូងសង់លើខឿនប្រាសាទដែលខឿននោះមានទំហំតូចมันអាចទ្រកម្លាំងសង្កត់របស់តួប្រាសាទបានទេនៅពេលខឿនប្រាសាទសឹករិងរិលដោយសារទឹកភ្លៀងហូរច្រោះតួប្រាសាទទាំងមូលលែងមានលំនឹងហើយត្រេតទៅតាមទិសដែលខឿនប្រាសាទខូចតួខាងត្បូងត្រេតរកលនិងលំនឹងទៅទិសខាងត្បូងរីឯទិសខាងជើងត្រេតទៅទិសខាងជើងបើសិនយើងវិភាគទៅនឹងប្លង់នៃប្រាសាទនេះគឺសង់ក្នុងរចនាបថកោះកេរនិងប្រែរូបក្នុងសតវត្សទី10គឺក្នុងរាជព្រះបាទជ័យវរ្ម័នទី4នៃព្រះបាទរាជាត្រវរ្ម័នទី2នៅពេលព្រះបាទជ័យវរ្ម័នទី4បដូររាជធានីមករាជធានីកោះកេរព្រះអង្គបានពង្រីកឧទ្ទិសពលរបស់ព្រះអង្គទៅភាគខាងជើងក្នុងគោលបំណងគ្រប់គ្រងធនធានធម្មជាតិនៃតំបន់ភាគខាងជើងជាពិសេសតំបន់ជួរភ្នំដងរែកទោះបីព្រះបាទរាជាត្រវរ្ម័នទី2បដូររាជធានីមកក្រុងអង្គរក្តីក៏ការរស់នៅរបស់មនុស្សនៅបន្តពីព្រះបាទជ័យវរ្ម័នទី4នៅតែមានចំណែកប្រាសាទត្រពាំងប្រាសាទខាងជើងប្រហែលជាមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី7កសាងក្នុងសតវត្សទី13ដោយសារមានភាពសម្បូរបែបនៃធម្មជាតិនៃតំបន់ភាគខាងជើងជាពិសេសតំបន់ជួរភ្នំដងរែកព្រះបាទជ័យវរ្ម័នទី7នៅតែបន្តគ្រប់គ្រងតំបន់ទៀតដើម្បីប្រមូលផលពីធម្មជាតិពីតំបន់ខាងជើងនេះ